សួរនាងខ្ញុំឈ្មោះនាយសារៀននៅថ្នាក់ទី12នៃអង្គការលោកស្ទួយជាពលរដ្ឋហើយទីកន្លែងកំណើតរបស់ខ្ញុំនៅខេត្តស្វាយរៀងហើយសប្តាហ៍ខ្ញុំនៅទីក្រុងភ្នំពេញម៉ាក់ប៉ាញ់រាល់ថ្ងៃប្រកបមុខរបរលក់ដូរដែលគាត់មានលក់ចាប់ទួយនិងលក់ពេលនៅប្រសិទ្ធភាពការងារគាត់ពីមុនប៉ារបស់ខ្ញុំបានរត់ម៉ូតូដប់ម៉ាក់របស់ខ្ញុំបានធ្វើជាកម្មការិនីរោងចក្រប៉ុន្តែប៉ារបស់ខ្ញុំដល់ពេលគាត់បានឈឺដេកលើគ្រែនៅសល់តែម៉ាក់របស់ខ្ញុំគាត់ត្រូវការធ្វើការងារម្នាក់ឯងដោយគាត់មានការធ្វើជាកម្មការិនីរោងចក្រលក់ផ្លែឈើនិងរឹសសម្បកកំប៉ុងដោយការតគាត់ក៏បានបេះដូចជាបន្លែអីនៅក្នុងចក្ដូដើម្បីយកមកធ្វើជាម្ហូបសប្តាហ៍ខ្ញុំមានបងប្អូនត្រី3នាក់ដែលបងរបស់ខ្ញុំជាកម្មការិនីរោងចក្រខ្ញុំជាកូនទី2អូនរបស់ខ្ញុំនៅរៀនតែពីមុននឹងចូលសាលាអង្គការលើកស្ទួយពលរដ្ឋខ្ញុំបានរៀននៅសាលាមួយដែលពេលហ្នឹងខ្ញុំរៀនថ្នាក់ទី3ហើយខ្ញុំបានបដូរមកហ្នឹងរៀនមួយថ្ងៃវត្តល្ងាចហ្មងហើយរៀននៅសាលាហ្នឹងតាំងពីថ្នាក់ទី1ទៅខ្ញុំចូលនៅសាខាខាងបរិយាសន្តិភាព2ពេលចូលមកដំបូងហ្នឹងខ្ញុំមានអារម្មណ៍សប្បាយចិត្តដោយសារតែមាន volunteer ដែលគាត់បានមកបង្រៀនគាត់បាននាំយើងលេងកីឡាដើម្បីកុំឲ្យយើងខ្លាចនៅការសិក្សាការរៀនសូត្រខ្ញុំបានស្គាល់ថាអង្គការលោកស្ទួយពលរដ្ឋតាមរយៈលោកគ្រូអ្នកគ្រូដែលគាត់បានទៅទិញអីនៅផ្ទះខ្ញុំគាត់បានប្រាប់នៅពេលដែលខ្ញុំបានចូលមកដល់សាលាអង្គការលោកស្ទួយពលរដ្ឋហ្នឹងខ្ញុំបានផ្លាស់ប្ដូរខ្លួនឯងខ្ញុំប្រកែកជាងមុនចេះអានអក្សរចេះសរសេរហើយនឹងមានបទពិសោធន៍ជាច្រើនជាចុងក្រោយខ្ញុំសូមអរគុណទៅដល់ម៉ាក់មានជាស្ថាបនិកនៃអង្គការលោកស្ទួយពលរដ្ឋនិង Jasper និងអ្នកឧបត្ថម្ភដែលបានជួយឧបត្ថម្ភផ្ដល់ជាសម្ភារៈឲ្យសាលានិងបានផ្ដល់ឱកាសឲ្យសិស្សដែលកំព្រាឪពុកម្ដាយដែលរឹសសម្រាននៅតាមផ្លូវឲ្យមានឱកាសសិក្សារៀនសូត្រ